រៀនមានផ្នត់កំណត់ដូចស្មៅមានផ្នត់កំណត់ជាស្មៅដូចស្មៅដើម្បីយើងរស់រីកចម្រើនលូតលាស់ខ្ពស់ហេតុអីទី1ស្មៅទៀបស្មៅអត់ពោះទេទៀបជាមួយដើមធ្នប់តែស្មៅអាចដុះលើភ្នំដែលធ្នង់មិនអាចដុះបានតែស្មៅដាក់ខ្លួនសាមញ្ញបំផុតហើយងាយស្រួលរស់ណាស់កន្លែងណាក៏រស់បានរស់ទាំងលើភ្នំខ្ពស់មិនក៏ខ្ញុំរស់បានតែស្មៅយើងខំកាត់ផងខំអីផងបាញ់វាផងវាមិនងាប់មនុស្សដើរជន់ហើយស្មៅរស់វិញគេជន់គេអីក៏ដោយកុំបាក់ទឹកចិត្តកុំស្លាប់ការងារវាមិនមែនដូចចិត្តយើងទាំងអស់ទេការងារវាមិនមែនដូចទឹកចិត្តទាំងអស់ទេពេលខ្លះយើងបរាជ័យយើងអីយើងទៀបយើងអីកុំឈឺក្បាលពេកគិតតែពីរស់ហើយប្រឹងរស់តែភ្លេចខ្លួនស្មៅដោះហើយរស់ខ្លួនឯងចង់តែឯងដាក់ជីមិនដាក់ជីខ្ញុំរស់កលាបអត់ដាក់ជីងាប់អត់ស្រួយទឹកងាប់ស្មៅទឹកអង្សើមក្រួតទេហើយស្មៅមិនដែលព្រួយបារម្ភតិចថានៅសួននឹងមានផ្កាកលាបហើយនៅជុំវិញនឹងមានស្មៅមនុស្សទៅដាក់ជីថែទាំតផ្កាកលាបស្មៅសម្រាប់ខ្លួនអត់ទេណាស្មៅឈឺអត់ឈឺក្បាលស្មៅគិតតែពីរស់ចង់តែឯងជន់អ្នកឯងមិនដាក់ជីអ្នកឯងមិនថែទាំខ្ញុំជំរុញខ្លួនឯងឲ្យរស់ភាពម្ចាស់ការកំណត់លើជោគវាសនាខ្លួនឯងការកំណត់ភាពម្ចាស់ការទៅលើការធ្វើអ្វីគិតគូរខ្លួនឯងគឺជាការចាំបាច់ហើយនេះហើយចំណេះដឹងដែលហៅចំណេះដឹងជាអបតាយទៅយើងមានចំណេះដឹងយើងអាចមានលទ្ធភាពរៀបចំផែនការដើរដោយខ្លួនឯងទៅធ្វើខ្លួនឯងច្រាស់នឹងបង្កើននៅទំនុកចិត្តលើខ្លួនឯងមានសញ្ញាបត្រមានចំណេះដឹងគុណវុឌ្ឍកាន់តែខ្ពស់ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍបង្កើនសមត្ថភាពពួយកម្រិតកាន់តែខ្ពស់បណ្ណៃថ្មីយើងមិនអាចរៀនដណ្ដំសិក្សាបើយើងមិនបានឆ្លងនៅមធ្យមសិក្សានោះទេយើងក៏មិនអាចមកចូលរៀននៅមធ្យមសិក្សាបើយើងមិនបានឆ្លងកាត់បឋមសិក្សានោះដែរអញ្ចឹងការរៀនមួយជំហានវាជាមូលដ្ឋានសម្រាប់ឲ្យយើងចាប់យកឱកាសនិងឈានទៅដល់ការពង្រឹងសមត្ថភាពបន្ថែមទៀត